Hi again, learner. Welcome back to VCE Grammar Tip today. Let's talk about when to use some and earning. សួស្តីម្ដងទៀតអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់គន្លឹះវេយ្យាករណ៍ជាមួយនឹង VCE ថ្ងៃនេះយើងនឹងស្វែងយល់អំពីពេលណាត្រូវប្រើប្រាស់ some និង any. We use some in positive sentence and offer or request. We use any in negative sentence and question. យើងប្រើសាំនៅក្នុងប្រយោគស្របនិងនៅពេលផ្ដល់សំណើឬស្នើសុំអ្វីមួយយើងប្រើ any នៅក្នុងប្រយោគបដិសេធហើយនឹងប្រយោគសំណួរ Example I have some friend. Would you like some coffee? I don't have any money. Do you have any question? ឧទាហរណ៍ខ្ញុំមានមិត្តភក្តិពីរបីនាក់តើអ្នកចង់ផឹកកាហ្វេបន្តិចទេខ្ញុំគ្មានលុយច្រើនទេតើអ្នកមានសំណួរទេ Remember use some in positive sentence and offering use any in negative sentence and question សូមចាំឲ្យបានប្រើ some នៅក្នុងប្រយោគស្របនិងពេលផ្ដល់សំណើអ្វីមួយប្រើ any នៅក្នុងប្រយោគបដិសេធហើយនឹងប្រយោគសំណួរ Follow VCE for more grammar tips to boost your English skill every day តាមដាន VCE ដើម្បីទទួលបានគន្លឹះវេយ្យាករណ៍ល្អៗជារៀងរាល់ថ្ងៃនិងជួយឲ្យភាសាអង់គ្លេសរបស់អ្នកមានការរីកចម្រើនសូមអរគុណ